សម្រាប់ព័ត៌មានអន្តរជាតិនៅពេលនេះគឺពាក់ព័ន្ធទៅនឹងប្រមុខការទូតបារាំងបានប្រាប់ឲ្យហាម៉ាស់ទម្លាក់អាវុធចោះចាញ់ក្រោមផែនការកាសារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយនឹងការបញ្ជាក់ថាហាម៉ាស់ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះមហន្តរាយដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noël Barrot នៅថ្ងៃប្រហ័សទី2 ខែតុលាបាននិយាយថាក្រុមហាម៉ាស់បានចាញ់នៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែលនៅហ្គាហ្សាហើយត្រូវតែទម្លាក់អាវុធចោះចាញ់នៅក្រោមផែនការសន្តិភាពដែលស្នើឡើងដោយប្រធានាធិបតីអាមេរិកលោក Donald Trump នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ការលើកឡើងរបស់លោក Barrot ធ្វើឡើងនៅក្នុងពេលក្រុមហាម៉ាស់បច្ចុប្បន្នកំពុងពិចារណាលើផែនការរបស់លោក Trump ហាម៉ាស់ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះមហន្តរាយដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមហាម៉ាស់បានចាញ់ដូច្នេះត្រូវតែទម្លាក់អាវុធចោះចាញ់នេះជាការគូបញ្ជាក់របស់លោក Barrot ប្រាប់ទីភ្នាក់ងារសារព័ត៌មាន